បាទសូមជម្រាបសួរសាជាថ្មីម្ដងទៀតឥឡូវនៅពេលនេះម៉ោងប្រហែលជាម៉ោង8ក្រុមការងារយើងខ្ញុំបានមកដល់ទីរួមខេត្តឧត្តរមានជ័យហើយក៏បានជួបជាមួយនឹងសមត្ថកិច្ចរបស់យើងមានភ្នាក់ងារប៉ូលីសហើយពួកគាត់បានប្រាប់សមត្ថកិច្ចបានប្រាប់ឲ្យខ្ញុំមកដឹងថាចាប់ពីម៉ោង6 កន្លះព្រឹកគឺតាថៃចាប់ដើមបាញ់ឡើងចូលមកក្នុងទឹកដីរបស់យើងហើយគណៈនោះវិជារាជនៅតែជាប់ព្រំដែនក៏បានធ្វើដំណើរចាក់ស្រុកចាក់ចេញពីរកពីខាងលើផ្ទះគាត់ហ្នឹងមករកកន្លែងសុវត្ថិភាពជាបដាតាំងពីព្រឹកមកសូម្បីតែអំបញ្ញមិញក៏ខ្ញុំកំពុងតែឃើញពួកគាត់ធ្វើដំណើរចុះមកដល់ទីរួមខេត្តប៉ុណ្ណាហើយជាមួយនោះក៏យើងបានកលេចឃើញនេះក្រុមមានចិនយួនបានធ្វើដំណើរចុះមកពីកាស៊ីណូនៅខាងលើគឺកាស៊ីណូនៅស្វាច់ហ្នឹងចុះមកពីនេះហើយឥឡូវធ្វើរកកំពុងតែរៀបចំដំណើរបន្តទៀតគឺខ្ញុំសួរអំពីនេះគឺទៅដល់ភ្នំពេញនេះជាអ្វីដែលខ្ញុំសូមធ្វើសេចក្តីរាយការណ៍សង្ខេបហើយមកដល់ម៉ោងហ្នឹងក៏ដោយក៏ពួកគាត់បានប្រាប់ខ្ញុំអំបញ្ញមិញនេះថាគាត់ផ្លោងនៅធ្លាក់មួយបន្តពីខាងថៃមកដូច្នេះហើយចឹងយប់នេះយើងខ្ញុំនឹងសម្រាប់នៅឧត្តរមានជ័យដើម្បីទើបតាមដានសភាពការថៃវាយមកលើខ្មែរជាបន្តទៀតហើយសូមអរគុណសូមបញ្ចប់ធ្វើសេចក្តីរាយការណ៍តែប៉ុណ្ណេះពីទីរួមខេត្តឧត្តរមានជ័យសូមអរគុណ